សម្រាប់ចេកដែលយើងយកមកធ្វើហ្នឹងយើងត្រូវតែយកចេកទុំហើយមុននឹងយកទៅធ្វើហ្នឹងយើងត្រូវតែបកសម្អាតស្បកវាចេញឲ្យស្អាតសិនបន្ទាប់ពីបកស្អាតអញ្ចឹងហើយយើងត្រូវតែយកវាទៅច្របាច់រហូតទាល់តែចេញបែបហ្នឹងឬមួយក៏មាត់ជាងហ្នឹងក៏បានដែរបន្ទាប់មកយើងយកខ្ទិះដូងជើងចាក់ចូលក្នុងនឹងដើម្បីវាឈ្ងុយបន្ទាប់ពីចាក់ហើយយើងកូរខ្ទិះដូងនឹងឲ្យចូលគ្នាឲ្យសព្វជាមួយនឹងចេកដែលយើងបានកិនហ្នឹងហើយបន្ទាប់ពីចាក់យើងយកម្សៅខ្សាយហ្នឹងយកមកចាក់ចូលក្នុងខ្ទិះដូងហ្នឹងទៅហើយច្បល់រហូតដល់ឡើងចង់បែបនេះសម្រាប់ដូងខ្ចីខ្ញុំយកវាទៅកោសហើយយកសាច់វាសម្រាប់ដាក់ចូលបន្ថែមទៀតនៅក្នុងចេកហ្នឹងព្រោះអីពេលដែលយើងញ៉ាំទៅដោយដូងមួយម៉ាត់ទៅវាឆ្ងាញ់ហើយបន្ថែមអំបិលមកចុងស្វាទៅដើម្បីឲ្យវាមានជាតិឡមណាហើយចំពោះស្លឹកវិញយើងគួរណាតែយកវាទៅចំហុយសិនឬមួយក៏ពេលយើងកាត់មកភ្លាមហ្នឹងយើងយកហាថ្ងៃហាអីដើម្បីឲ្យវាស្លឹកហ្នឹងសពពណ៌អញ្ចឹងណាដើម្បីស្រួលវិចព្រោះអីបើសិនជាយើងអត់ធ្វើអញ្ចឹងទេស្លឹកដែលយើងយកមកវិចហ្នឹងវាអាចនឹងស្រួយអញ្ចឹងទៅវាពិបាកក្នុងការវិចមែនតើសម្រាប់ការបត់វិញស្រួលមែនតើហ្មងពេលយើងបត់ហ្នឹងយើងត្រូវមើលទំហំស្លឹកដែលយើងយកមកបត់ផងយើងគួរណាស់តែដាក់មកល្មមទៅកុំឲ្យវាធ្លាយឬមួយក៏លហែកស្លឹកចឹងណាស្រួលពេលយើងយកទៅចំហុយវាអត់ហៀអាឡាហើយស្លឹកហ្នឹងយើងស្រឡាញ់ប៉ុណ្ណាយើងកាត់ប៉ុណ្ណឹងទៅអាពេលដែលយើងចំហុយភ្លាមហ្នឹងវាធ្វើឲ្យសាច់នំហ្នឹងវារាងទន់ប៉ុន្តែនៅពេលដែលយើងទុកវារាងមកស្ទុះទៅវាឡើងរឹងហើយប៉ុន្តែវាមិនឡើងរឹងខ្លាំងពេកទេវារឹងមកល្មមដែលយើងអាចញ៉ាំស្រួលញ៉ាំបាន